ថ្ងៃនេះថ្ងៃទី1សីហាអូហ្គើហ្វឺតើអ្នកទាំងអស់គ្នាមានដឹងទេថាខ្ញុំចង់និយាយសម្ដៅទៅរឿងអីអត់ក្នុងវីដេអូនេះខ្ញុំសាកទុកពេលឲ្យបងប្អូនទាំងអស់គ្នាទាយខ្លួនឯងលេង5វិនាទីមើលនៅវីដេអូនេះខ្ញុំចង់សម្ដៅទៅលើបទចម្រៀងមួយបទរបស់វណ្ណដាថ្ងៃទី1សីហាអូហ្គើហ្វឺខ្វះតែប្រហែលថ្ងៃស្អែកគឺគម្រប់1ឆ្នាំហើយគឺមើល Facebook នេះ view 35លាន view មកមើលក្នុង YouTube view 12លាន view ពិតជាអស្ចារ្យមែនទែនដែលសិល្បករយើងប្រើសម្លេងខ្លួនឯងដើម្បីផ្សព្វផ្សាយឲ្យពិភពលោកដឹងថាប្រទេសកម្ពុជាយើងកំពុងតែរងទុក្ខហើយការនឹងមិនត្រឹមមានវណ្ណដាទេមានសិល្បករក៏ដូចជា content creator ល្បីៗដែលគាត់ចេះនិយាយជំនាញជាភាសាអង់គ្លេសគាត់ជួយប្រទេសជាតិតាមដែលការប្រើសម្លេងក៏ដូចជាចំណេះជំនាញរបស់គាត់ Je m'appelle Norodom Jena, je suis cambodgienne. J'éprouve à la fois un profond respect et une grande tristesse pour le courage. ក្នុងអំឡុងពេលនេះទាំងពីរនាក់នឹងបន្តការចុះទៅជួយទៅដល់បងប្អូនរបស់យើងបន្តទៀតនៅតាមបណ្ដោយព្រំដែនក៏ដូចជាបងកងទ័ពទៅ Just because Thailand is bigger and has more media coverage, Cambodia is a villain now. My name is Rainier. Débat en caoutchouc. Les Cambodgiens. Because of the war started by Thailand, many innocent Cambodian families have been relocated, homes have been destroyed, incomes lost. Thailand start the war first. Thailand shoot first. Thailand open fire. Thailand attack first. Justice for Cambodia. Cambodia need peace. As a Cambodian citizen, I want to send this message for the UN and the big country in the world. Thailand is violating international law. Thailand is invading Cambodian territories. Thailand launches... On May 28, global news agencies, Reuters, AP, reported that the first fatality happened that Thai soldier killed Cambodian soldier. That's not just our version. That's what the world saw. And yet, instead of opening the door to diplomacy, Thailand escalated. Since then, Cambodia has chosen diplomacy. We submitted our case to ICJ. Thailand said no. ASEAN offered to step in. Thailand said no. We welcome the United Nations. Thailand shut the door. ហើយពាក់ព័ន្ធនឹងប្រធានបទថៃឈ្លានពានប្រទេសកម្ពុជាយើងគឺគេថ្ងៃដែលគេត្រូវរំលឹកគឺថ្ងៃ24កក្កដាចុះថ្ងៃទី1សីហាតើគេរំលឹកដល់អី fan វណ្ណដាភាគច្រើនគឺប្រកាសជាដឹងថ្ងៃនេះបើអ្នកទាំងអស់គ្នាជា fan វណ្ណដាប្រកាសជាដឹងថាមានហេតុការណ៍អីកើតឡើងនៅថ្ងៃហ្នឹងគឺជាថ្ងៃដែលប្រជាជនទូទាំងពិភពលោកប្រជាជននៅប្រទេសកម្ពុជាក៏ដូចជាប្រជាជននៅសហរដ្ឋអាមេរិកកំពុងតែទន្ទឹងរង់ចាំព័ត៌មានដែលបងវីរៈកងទ័ពប្រហែល21រូបដែលត្រូវបានទាហានថៃប្រើល្បិចចាប់ខ្លួនទៅក្រោយពីការបញ្ចប់ការប៉ះទង្គិចគ្នានៅថ្ងៃទី24កក្កដាថ្ងៃ24កក្កដាហ្នឹងគឺយើងអត់ភ្លេចទេថ្ងៃដែលប្រទេសថៃនិងប្រទេសកម្ពុជាគឺសម្រាប់ចិត្តថាបញ្ឈប់នៅការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅម៉ោង12យប់ប៉ុន្តែក្រោយថ្ងៃ24កក្កដាហ្នឹងទាហានកម្ពុជាយើងនិងទាហានថៃនៅម្ដុំច្រកតាថាវយើងថាស្រស់ស្រួលគ្នាឈប់បាញ់គ្នាទៅចាប់ដៃគ្នាហ្នឹងទាហានខ្មែរយើងជាង20នាក់ថាចូលចាប់ដៃគ្នារាប់អានគ្នាអីចឹងទៅថាយើងសន្តិភាពនឹងគ្នាឈប់ប៉ះទង្គិចគ្នាមានអីថៃប្រើល្បិចយកទាហានឡើងមកក្រុមមកពាត់ចាប់ទាហានខ្មែរយើងហើយកាលហ្នឹងយើងទន្ទឹងយើងបារម្ភផងអីផងឡើងយូរប្រហែលជាមួយអាទិត្យជាងដល់ថ្ងៃទី1សីហាហ្នឹងគេថាគេដោះលែងប៉ុន្តែអត់បានដោះលែងទាំងអស់ដោះលែងមានសាកសពម្នាក់ហើយមានអ្នករបួសធ្ងន់2នាក់អញ្ចឹងបានថាយើងឃើញខ្លោចចិត្តមែនតើដែលគេនិយាយហើយគេអត់ធ្វើតាមសន្យាវា2ដងមើលថ្ងៃទី24 25កក្កដាហ្នឹងថ្ងៃទី24 25កក្កដាក្រោយប៉ះទង្គិចគ្នាហ្នឹងម្ដងហើយថ្ងៃគេថាគេប្រឡែងទាហានយើងទាំងប្រមាណ20អ្នកជាងហ្នឹងអាហ្នឹងម្ដងទៀតវា2ដងហើយថ្ងៃហ្នឹងដែរក៏វណ្ណដាហ្នឹងហើយក៏ដូចជាប្រជាជនទូទាំងពិភពលោកក៏មានការឈឺចាប់ចំពោះថៃដែលបានទាំងការរំលោភបំពានទាំងការប្រើល្បិចថោកទាបចំពោះមកលើប្រទេសកម្ពុជាយើង